ថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខទៀតហើយបងប្អូនទាយមើលថាម្ហូបអីគឺទឹកគ្រឿងជាមួយនឹងត្រីពោបងប្អូនណាខ្លះដែលមិនឆ្លោះធ្វើទឹកគ្រឿងជាមួយត្រីពោអាចមកមើលនៅវីដេអូរបស់នាងខ្ញុំបានណានាងខ្ញុំមានត្រីពោ2ក្បាលហើយចំពោះត្រីពោបងប្អូនយកទៅធ្វើហើយនឹងលាងសម្អាតជាមួយទឹកឲ្យបានស្អាតណាចំពោះផ្នែកបន្លែយើងមានត្រប់មានការស្ដៅឬក៏ត្រួយស្ដៅត្រសក់ផ្កាកំប្លោកបីក្តាមជាមួយនឹងត្រកួនហើយនឹងការស្នោផងដែរចំពោះគ្រឿងផ្សំផ្សេងទៀតយើងមានសណ្តែកដីហើយសណ្តែកដីបងប្អូនបកសំបកហើយនឹងបុកឲ្យបានល្អិតបន្តិចយើងមានប្រហុកស្លឹកខ្ទឹមនិងម្ទេសយកឆ្នាំងដាក់ទឹកដាំបន្ទាប់មកបងប្អូនថែមនៅអំបិលបន្តិចដើម្បីឲ្យទឹករបស់យើងមានជាតិប្រៃបន្តិចហើយយើងធ្វើការយកត្រីរបស់យើងហ្នឹងគឺមកដាក់ចូលទៅក្នុងឆ្នាំងរបស់យើងនិងរំងាស់ឲ្យពុះដើម្បីធ្វើការស្ងោរត្រីរបស់យើងកំឡុងពេលយើងស្ងោរត្រីយើងយកបន្លែរបស់យើងហ្នឹងគឺមកចិតតែយើងមានត្រសក់ត្រូវចិតសម្បកឲ្យបានស្អាតតែបងប្អូនមិនបាច់ចាំចិតឲ្យអស់សម្បកពេកទេគឺយើងទុកប្រហែលជា2ទៅ3ឆ្នូតដើម្បីឲ្យត្រសក់របស់យើងហ្នឹងគឺមានមើលទៅមានសោភ័ណភាពស្អាតហើយបើចិតសម្បកអស់ពេកមើលទៅក៏អត់ឆ្ងាញ់ដែរពេលយើងចិតសម្បករួចហើយបងប្អូនយកទៅលាងសម្អាតជាមួយទឹកឲ្យបានស្អាតបន្ទាប់មកយើងធ្វើការមកហាន់ជាចំណិតតូចល្មមចំណែកបន្លែផ្សេងទៀតដែលមានត្រកួនគឺបងប្អូនយកត្រកួនមកស្រុះសិនហើយចំពោះត្រប់ស្រួយក៏ដូចគ្នាដែរគឺយើងយកមកស្ងោរឲ្យឆ្អិនចំពោះត្រប់ស្រួយពេលយើងស្ងោរទៅពេលយើងយកមកហូបគឺវាមានរសជាតិផ្អែមអញ្ចឹងនាងខ្ញុំចូលចិត្តស្ងោរចំពោះត្រប់មួយនេះចំពោះត្រប់បើបងប្អូនមានត្រប់អីផ្សេងទៀតយកមកធ្វើជាអន្លក់ក៏បានដែរបងប្អូនមិនប្រកាន់ទេបន្ទាប់មកទៀតយើងធ្វើការស្រុះនៅស្ដៅរបស់យើងហើយនាងខ្ញុំទិញបានថ្ងៃនេះបានតែទួយស្ដៅទេព្រោះអីខែនេះគឺអត់មានផ្កាស្ដៅទេអញ្ចឹងបើសិនជាយើងធ្វើចំកំឡុងខែដែលមានផ្កាស្ដៅគឺរឹតតែឆ្ងាញ់អញ្ចឹងផ្នែកបន្លែរបស់យើងគឺបានរួចរាល់ហើយបន្ទាប់មកទៀតយើងទៅមើលត្រីរបស់យើងគឺទឹកស្ងោរត្រីរបស់យើងគឺបានពុះហើយត្រីរបស់យើងនឹងក៏បានឆ្អិនដែរបន្ទាប់ពីត្រីយើងបានឆ្អិនហើយយើងចាប់ផ្ដើមស្រង់ត្រីរបស់យើងដាក់ចានដើម្បីយកត្រីរបស់យើងនឹងគឺទៅធ្វើការបេះសាច់ត្រីហើយចំពោះទឹកស្ងោរត្រីរបស់យើងគឺយើងអត់ចាក់ចោលទេបងប្អូនយកទឹកត្រីនោះដើម្បីពុះបន្ទាប់មកដាក់អំពិលបន្តិចហើយដាក់ទឹកត្រីស្ករប៊ីចេងនិងម្សៅស៊ុបបន្តិចដើម្បីឲ្យមានរសជាតិបន្ទាប់មកយើងរំងាស់ទឹកនោះឲ្យបានពុះល្អបន្ទាប់មកទៀតពេលដែលត្រីយើងបានចុះត្រជាក់ហើយគឺយើងធ្វើការបេះសាច់ត្រីនិងបេះយកឆ្អឹងចេញបន្ទាប់មកបន់សាច់ត្រីនោះឲ្យបែកសាច់និងបានល្អិតបន្តិចបន្ទាប់ពីយើងបំបែកសាច់ត្រីរួចហើយគឺយើងចាប់ផ្ដើមយកនៅទឹកដែលបានយើងរំងាស់មុននោះគឺយកមកដាក់ជាមួយនឹងត្រីដែលយើងបានបំបែកសាច់នោះចំពោះបរិមាណទឹកបងប្អូនអាចលៃលកទៅតាមបរិមាណនៃសាច់ត្រីរបស់យើងធ្វើម៉េចកុំឲ្យរាវពេកហើយនឹងកុំឲ្យខាប់ពេកហើយចំពោះជាចុងក្រោយបងប្អូនគ្រាន់តែបន្ថែមនៅស្លឹកខ្ទឹមជាមួយនឹងម្ទេសរបស់យើងបន្ទាប់មកបងប្អូនដាក់នៅសណ្តែកដីបុករបស់យើងចូលជាការស្រេចចំពោះវីដេអូធ្វើទឹកគ្រឿងជាមួយត្រីពោហើយនឹងអន្លក់ខ្ចីរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយបងប្អូនហើយក៏សូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះរហូតដល់ចប់បាយបាយ